សួស្តីអញ្ចឹងថ្ងៃនេះខ្ញុំមានវីដេអូបន្តទៀតទាក់ទងជាមួយនឹង Factory IO អញ្ចឹងថ្ងៃនេះខ្ញុំប្រើproject ទី2ដែលជា conveyor ដែរអញ្ចឹងយើងចូលមកកម្មវិធី Factory IO យើងមកបន្ទាប់មកយើងចូល section អញ្ចឹងនៅក្នុង section នេះគឺជា project ដែលមានស្រាប់ដែលគេបានបង្កើតមកហើយអញ្ចឹងយើងប្រើ project ដែលមានបង្កើតហើយសិនមកចាំយើងយល់ពីការប្រើប្រាស់របស់វាបានច្រើនចាំយើងធ្វើការបង្កើត project ដោយខ្លួនឯងអញ្ចឹងថ្ងៃមុនខ្ញុំប្រើ project ទី1ដែល from A to B អញ្ចឹងថ្ងៃនេះគឺខ្ញុំប្រើ project ទី2 A to B set and reset អញ្ចឹងនៅក្នុង conveyor នេះគឺប្រើ set and reset នេះមានន័យថាម៉េចអញ្ចឹងនៅក្នុង conveyor នេះប្រៀបដូចជាការដែលយើងបើកកុងតាក់ហើយគឺ conveyor កំណាត់ទី1នេះគឺដើរប៉ុន្តែនៅពេលដែលដល់ conveyor កំណាត់ទី2គឺមិនដំណើរការទេប្រសិនបើយើងមិនបាន view PLC អញ្ចឹងតើយើងដំណើរការបានយ៉ាងម៉េចអញ្ចឹងខ្ញុំធ្វើការពន្យល់នៅក្នុងវីដេអូនេះជាមួយនឹង conveyor មួយនិង sensor មួយតើ set and reset នេះយើងដំណើរការយ៉ាងម៉េចអញ្ចឹងឧទាហរណ៍ខ្ញុំចុចបានហើយនៅពេលដល់ទី2គឺប្រៀបដូចជាម៉ាស៊ីនមួយនឹងអ្នកដែលធ្វើការដំណើរការគឺយើងអត់បានធ្វើការអញ្ចឹង set and reset អញ្ចឹងនៅក្នុងនេះអ្នកនរក៏លេចមើលមាន sensor ទី1និង sensor ទី2ដែលជា output ជា conveyor អញ្ចឹងយើងដឹងហើយ input របស់ PLC អាចជា sensor ឬក៏កុងតាក់ឬក៏ឧបករណ៍ផ្សេងៗដែលជាឧបករណ៍ជំនួយក្នុងការបញ្ជាអញ្ចឹងនៅក្នុងនេះគេប្រើ set and reset អញ្ចឹងយើងអាចប្រើ sensor ទី1ជា set ដល់ពេល sensor ទី2ជា reset អញ្ចឹងវាដំណើរការបែបម៉េចអញ្ចឹងនៅពេលដែលប្រអប់ដំណើរការដល់ sensor ទី1វា detect នៅប្រអប់បានគឺវាបើកដំណើរការ output បើកដំណើរការ output អញ្ចឹងបន្ទាប់មក output ធ្វើការភ្ជាប់ conveyor នេះ motor conveyor នេះអូអញ្ចឹងដល់sensor ទី2គឺយើងធ្វើការ reset នៅដំណើរការនឹងអញ្ចឹងដល់ពេលវាដល់ sensor ទី2វាធ្វើការ reset នៅដំណើរការអញ្ចឹងតើដំណើរការបែបនេះតើយើងធ្វើបែបម៉េចអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញនៅវីដេអូបន្ទាប់ជាមួយនឹងកម្មវិធី TIA Portal ជាមួយនឹង Factory IO ដោយប្រើ program តែម្ដងខ្ញុំនឹងបញ្យល់លម្អិតទៅលើsequence ដែលយើងយកមកបញ្ជា conveyor នេះបាទអញ្ចឹងយើងអរគុណរងចាំវីដេអូបន្ទាប់